បាទនេះគឺជាសកម្មភាពហើយខ្ញុំប្រមូលផលមកជូរព្រឹកបាទមកបកប៉លេះយកគ្រាប់ចេញណាបាទតែយើងប៉លេះគ្រាប់ចេញដោយមិនដេចបាទដំបូងនោះគឺយើងត្រូវមានឧបករណ៍បាទឧបករណ៍នោះគឺមានដែកមូលប្រហោងកដាលបាទប៉ុណ្ណាដែកអង្តែនដែលយើងដាក់អង្តែនទូហ្នឹងណាបាទរបៀបអញ្ចឹងយើងកាត់មុខវាទៅឬក៏កាត់ឲ្យមុខអាណាអញ្ចឹងទៅបាទហើយយើងយកផ្លែអាមជូរព្រឹកនោះមកដោតដែកនេះចូលខាងតើងបាទចូលខាងតើងវាហើយរុញបាទរុញទៅមុខទៅគឺវាដាច់ហើយបាទយើងធ្វើបែបហ្នឹងយើងរុញវាឲ្យបាន3 4ផ្លែម្ដងទៅបាទយើងប្រមូលវាទុកម្ដងអញ្ចឹងណាបាទរុញមួយអញ្ចឹងយើងដកអារ៉ៃគ្រាប់វាចេញទៅហើយក្រោយមកបាន4 5ហើយយើងប្រមូលវាទុកម្ដងអញ្ចឹងតាបាទហ្នឹងហើយយើងធ្វើបែបនេះតលអស់ណាបាទវិធីនេះវាប្រសើរជាងដែលយើងបកដៃបាទបកដៃវាហែកទៅវាធ្វើឲ្យពេលដែលយើងសង្ងួតទៅវាមិនសូវល្អខ្ទេចច្រើនអញ្ចឹងណាបាទតែបើធ្វើបែបនេះគឺទម្រង់ដើមវានៅដដែលបាទនៅដដែលអញ្ចឹងគឺលក់នៅលើទីផ្សារគឺគេពេញនិយមបាទក៏មានន័យថាវាអត់សូវមានកតិចច្រើនណាក៏តែយើងធ្វើតាមវិធីបកយកគ្រាប់បែបហ្នឹងបាទហ្នឹងហើយគឺវាស្អាតបាទលក់ទៅអាចហ្នឹងបានថ្លៃបាទអញ្ចឹងហើយគ្នាយើងដាំមកជូរព្រឹកអីអត់តន់យល់ដឹងជាពិសេសអ្នកថ្មីបាទអាចមើលវីដេអូនេះបានបាទខ្ញុំបង្ហាញគ្នាយើងបាទជាពិសេសសម្រាប់អ្នកថ្មីអីបាទយកទៅអនុវត្តទៅបាទវាវិធីនេះគឺល្អបាទហើយខ្ញុំចាប់ផ្ដើមសាកល្បងបក10គីឡូបាទប៉លេះយកគ្រាប់វាចេញហើយសង្ងួតតើនៅសល់ប្រមាណ